ព្រំដែនកំពុងក្តៅថៃបិទច្រកព្រំដែនបណ្ដោះអាសន្នក្រោយកម្ពុជាបន្តប្តឹងករណីជម្លោះទៅតុលាការ ICJ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានដឹងថាច្រកតំបន់និងច្រករបៀងរវាងព្រំដែនកម្ពុជាថៃត្រូវបានបិទជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី7 ខែមិថុនាឆ្នាំ2025នេះតទៅការបិទនេះធ្វើឡើងបន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចា4ចំណុចគឺតំបន់ប្រាសាទតាមាន់តូចតាមាន់ធំតាក្របីនិងតំបន់មុំ3នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន JBC ដែលប្រព្រឹត្តទៅនៅថ្ងៃទី14 ខែមិថុនាឆ្នាំ2025ខាងមុខនេះដោយទាមទារភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ស្ថានអគ្គកុងស៊ុលកម្ពុជាបញ្ជាក់ថាច្រកតំបន់ច្រករបៀងនៅតាមបណ្ដាខេត្តនានាជាប់ព្រំដែនថៃកម្ពុជាក៏ត្រូវបិទជាបន្តបន្ទាប់ផងដែរសូមជម្រាបថាការពេលរសៀលថ្ងៃទី5 ខែមិថុនាឆ្នាំ2025ប្រមុខការពីជាតិកម្ពុជាថៃបានជួបពិភាក្សាអំពីភាពតានតឹងតាមព្រំដែនដែលប្រព្រឹត្តទៅនៅស្រុកអរញ្ញប្រទេសខេត្តស្រះកែវប្រទេសថៃផងដែរ